សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើសាច់គោអាំងចង្កាក់គ្រឿងផ្សំអំបិល1ស្លាបព្រាកាហ្វេប្រេងខ្យង2ស្លាបព្រាបាយស្ករ2ស្លាបព្រាបាយទឹកឃ្មុំ2ស្លាបព្រាបាយដាក់ក៏បានមិនដាក់ក៏បានគ្រឿងបុកហើយ2ស្លាបព្រាបាយនិងប្រេងឆា3ស្លាបព្រាបាយនេះគឺជាម្សៅផ្សំគ្រឿងយើងដាក់ក៏បានមិនដាក់ក៏បាននេះគឺជាឈើចង្កាក់យើងត្រាំទឹករយៈពេលកន្លះម៉ោងរួចហើយចាំយើងដោតសាច់ចូលឥឡូវខ្ញុំបង្ហាញពីរបៀបកាត់សាច់ពេលយើងកាត់យើងកុំកាត់ស្ដើងពេកកុំកាត់ក្រាស់ពេកគឺកាត់ប៉ុណ្ណឹងនេះរួចជាស្រេចហើយកាត់រហូតតតែអស់សាច់រួចហើយយើងនឹងចាប់ផ្ដើមប្រឡាក់ជាមួយនឹងគ្រឿងឥឡូវយើងចាប់ផ្ដើមដាក់គ្រឿងទាំងអស់ចូលទៅក្នុងសាច់ហើយចាប់ផ្ដើមច្របល់សាច់ជាមួយនឹងគ្រឿងទាំងអស់ចូលគ្នាឲ្យសព្វឥឡូវសាច់ប្រឡាក់រួចហើយយើងបិទគម្របយកសាច់ដាក់ក្នុងទូទឹកកករយៈពេល30នាទីទៅ1ម៉ោងហើយនឹងដោតចង្កាក់ឥឡូវខ្ញុំដកសាច់ពីទូទឹកកកមកហើយខ្ញុំទុកក្នុងទូទឹកកកក្នុងរយៈពេល1ម៉ោងឥឡូវចាប់ផ្ដើមដោតចង្កាក់នេះគឺជាសាច់ដែលខ្ញុំដោតចង្កាក់រួចហើយគឺបែបនេះឥឡូវដល់ពេលដាក់អាំងឥឡូវសាច់អាំងរួចហើយដល់ពេលញ៉ាំសូមអរគុណសម្រាប់ការមើលកុំភ្លេចធ្វើញ៉ាំណាពិតជាឆ្ងាញ់ហើយសូមកុំភ្លេចចុចអក្សរ like និង subscribe ដើម្បីមើលវីដេអូផ្សេងៗទៀតអរគុណ